ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ខ្ញុំសូមគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលទាំងស្រុងជាពិសេសគឺគោលជំហរលើកជំរុញចិត្តដល់កសិករទាំងអស់ដើម្បីឲ្យខំបង្កើនផលិតផលខ្លួនឯងក្នុងស្រុកដើម្បីឲ្យគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ដល់ប្រទេសរបស់យើងជៀសវាងនឹងការយករបស់ដូចជាប្រទេសថៃជាដើមបើសិនជាយើងមានការផ្គត់ផ្គង់ខ្លួនឯងគ្រប់គ្រាន់ប្រទេសយើងនឹងរឹងមាំដូច្នេះខ្ញុំពេញចិត្តណាស់នឹងគោលជំហរនៃរដ្ឋាភិបាលដឹកនាំនេះខ្ញុំក៏សង្ឃឹមថាឲ្យប្រជាពលរដ្ឋទាំងអស់រួបរวมឡើងកុំឲ្យបាក់ទឹកចិត្តឲ្យសោះក្នុងការផលិតផលរបស់ខ្លួនឯងក្នុងស្រុកកាលណាយើងរឹងមាំយើងមិនខ្លាចការមើងងាយពីបរទេសទេសរុបសេចក្តីមកខ្ញុំសូមគាំទ្រទាំងស្រុងលើការដឹកនាំរបស់រដ្ឋាភិបាលយើងសប្តាហ៍ថ្ងៃខ្ញុំសូមជូនពរដល់សម្ដេចដេជោនិងសម្ដេចបវរធិបតីហើយនឹងជាពិសេសរាជរដ្ឋាភិបាលសូមឲ្យមានជ័យជំនះនៅលើគ្រប់ផែនការទាំងអស់ដែលបានកន្លងមកគោលជំហរគាំទ្រផ្នែកដឹកនាំដែលឲ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹកនាំគ្នាដាំដុះឬក៏ធ្វើត្រីសាច់ស្អីក៏ដោយផលិតផលអីក៏ដោយនាំគ្នាបំផុសគំនិតផលិតឬក៏ចែកទេសនានាដែលចេះដឹងទាំងប្រមាណហ្នឹងយកមកអភិវឌ្ឍប្រទេសឲ្យមានការដាំដុះមានការអភិវឌ្ឍជាផលិតនេះផលិតនោះគ្រប់មុខមកដើម្បីកុំឲ្យពឹងផ្អែកទៅលើប្រទេសជិតខាងដែលនាំចូលគឺថាឲ្យប្រឹងប្រែងគ្រប់គ្នាគឺថាមានស្មារតីចេះចិញ្ចឹមចេះដាំចេះដុះផ្នែកកសិកម្មផ្នែកអីក៏ដោយផលិតអីក៏ដោយគឺថាគឺត្រូវនាំគ្នាស្វាហាប់ក្នុងការពង្រឹងដើម្បីឲ្យប្រទេសជាតិយើងមានភាពរុងរឿងដែលកុំឲ្យពឹងប្រទេសជិតខាងច្រើនពេកអញ្ចឹងណាកាត់បន្ថយការនាំចូលជាពិសេសគឺគួរមករយៈហ្នឹងគឺថាមានបញ្ហាទំនាស់ព្រំដែនផងនិងការបិទច្រកព្រំដែននានាផងគឺឥឡូវគឺត្រូវនាំគ្នាពង្រឹងឲ្យមានការប្រឹងប្រែងដាំដុះឬក៏ធ្វើអ្វីទាំងអស់សាមគ្គីគ្នាដើម្បីកុំឲ្យតែពឹងផ្អែកទៅលើប្រទេសថៃពេកសរុបមកវិញមកខ្ញុំសូមគាំទ្រគោលជំហររបស់រាជរដ្ឋាភិបាលដែលឲ្យប្រជាជនមានបំផុសគំនិតប្រឹងប្រែងដាំដុះចិញ្ចឹមសត្វឬក៏ធ្វើអីក៏ដោយដើម្បីឲ្យបានចិញ្ចឹមក្នុងប្រទេសយើងគ្រប់គ្រងក្នុងប្រទេសយើងស្រួលកុំឲ្យការទប់ស្កាត់ការនាំចូលគ្រប់គ្រងក្នុងស្រុកបានហើយឲ្យឈានដល់ការនាំចេញទៀតរត់ទៅល្អប្រសើរមែនទែនហ្មងគេថាក្នុងនាមខ្ញុំជាប្រជាពលរដ្ឋសូមអរគុណដល់រាជរដ្ឋាភិបាលសូមអរគុណហើយលើកដៃជូនពររាជរដ្ឋាភិបាលដឹកនាំប្រទេសឲ្យបានកាន់តែរីកចម្រើនកាន់តែខ្លាំងទៅទៀតពិសេសពីសម្ដេចតេជោរហូតដល់សម្ដេចបវរធិបតីរឿងផលិតផលខ្មែរយើងតើនាំគ្នាជួយគាំទ្រអញ្ចឹងឯកសិផលបានមកគឺអត់មានទីផ្សារទេហើយយើងតម្លៃវាខុសគ្នាតិចតួចទេគឺយើងជួយគាត់ទៅគាត់មានកម្លាំងធ្វើកសិកម្មរបស់គាត់និយាយទៅគាំទ្រកសិផលនៅក្នុងស្រុករបស់យើងហើយគាំទ្រក៏អ្នកកសិកម្មដែររួមទាំងរដ្ឋាភិបាលទាំងមូលអញ្ចឹងសូមឲ្យកសិករទាំងអស់នាំគ្នាដាំដុះផលិតផលខ្មែរយើងឲ្យបានច្រើនដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារប្រទេសកម្ពុជាយើងក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូបខ្ញុំបាទសូមគាំទ្រនិងមានការលើកទឹកចិត្តទៅដល់ប្រជាកសិកររបស់យើងគឺថាលើកទឹកចិត្តឲ្យពួកគាត់នឹងបង្កើនផលនិងធ្វើការដាំដុះដើម្បីផ្គត់ផ្គង់នៅក្នុងស្រុកយើងជៀសវាងការនាំចូលមកពីប្រទេសគេប្រទេសផ្សេងជាពិសេសគឺប្រទេសថៃនឹងតែម្ដងណាអញ្ចឹងយើងដាំនាំគ្នាដាំដុះហើយបង្កើនផលគឺថាឲ្យបានច្រើនព្រោះដីយើងក៏នៅសល់ច្រើនដែរអញ្ចឹងយើងបង្កើនផលយើងធ្វើរបស់យើងឲ្យបានច្រើនទៅដើម្បីផ្គត់ផ្គង់នៅក្នុងស្រុកយើងណាហើយកាលណាយើងបង្កើនផលបានច្រើនហើយយើងផ្គត់ផ្គង់របស់យើងនោះគឺថាវាងាយស្រួលជាងទៅយករបស់គេនោះជាពិសេសគឺប្រទេសថៃតែម្ដងបាទទោះបីគេថាគេបិទព្រំដែនគេបិទការនាំចូលទំនិញអីសពសារទៅពើក៏យើងខ្វល់ហើយអញ្ចឹងយើងគិតរឿងធ្វើអនុវត្តទៅតាមភាសាថ្នាក់ដឹកនាំយើងដែលមានសម្ដេចតេជោជាប្រធានព្រឹទ្ធសភាសម្ដេចធិបតីជានាយករដ្ឋមន្ត្រីណាអញ្ចឹងគឺថាលើកទឹកចិត្តឲ្យបងប្អូនយើងហ្នឹងគេហៅថាផលិតផលក្នុងស្រុករបស់យើងណាហើយមិនមែននិយាយជារួមគឺថាអ្វីដែលយើងធ្វើបានយើងប្រឹងធ្វើដោយខ្លួនយើងមិនបាច់ពឹងផ្អែកទៅលើប្រទេសគេចិត្តខាងហ្នឹងទេជាពិសេសគឺប្រទេសថៃហ្នឹងតែម្ដងបាទដល់ពេលយើងមានការផ្គត់ផ្គង់នៅក្នុងស្រុកយើងបានគ្រប់គ្រាន់ហើយបើសិនជាយើងមានលទ្ធភាពនាំគ្នាទាំងអស់គ្នានឹងបង្កើនផលទៅយើងអាចនាំចេញទៅក្រៅប្រទេសផ្សេងបានទៀតហើយពេលនោះកាលណាតែយើងធ្វើអញ្ចឹងបានគឺគេហៅថាប្រទេសយើងនឹងកាន់តែរឹងមាំបន្ថែមទៀតពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចរបស់យើងនេះទៀតបាទនេះជាការបង្ហាញពីជំហររបស់បងប្អូនជាពលរដ្ឋពួកគាត់គាំទ្រចំពោះរាជរដ្ឋាភិបាលគាំទ្រចំពោះកងកម្លាំងរបស់យើងហើយពួកគាត់ប្រាជ្ញាហើយក្នុងការខិតខំប្រឹងប្រែងនៅក្នុងការបង្កើតទាំងការដាំដុះបង្កើនទាំងការចិញ្ចឹមសត្វ
បាទហើយក្នុងនោះដែរក៏មិនដំឡើងថ្លៃនោះទេមកដល់ពេលនេះបើតាមការបញ្ជាក់ពីសមាគមអ្នកចិញ្ចឹមសត្វនេះក្តីគឺថាកម្ពុជារបស់យើងគឺមានសាច់បាទគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងស្រុករួមនឹងការនាំចេញផងរីឯតម្លៃក៏មិនប្រែប្រួលដែរគឺនៅរក្សាតម្លៃដដែលដូច្នេះយើងធ្វើបានខ្ញុំបាទពិតជាមានមោទនភាពចំពោះរាជរដ្ឋាភិបាលបងប្អូនប្រជាពលរដ្ឋបាទមួយចំនួនគាត់លើកឡើងដែរគាត់ថាមិននឹកស្មានបាទពេលខ្លះគាត់ថាឃើញរាជរដ្ឋាភិបាលមិនអួតមិនបង្ហាញគាត់ចេះតែបារម្ភចា៎ក៏ឡងមករឿងផ្លែឈើបាទរឿងផ្លែបន្លែផ្លែឈើថៃពុំមានដែលយើងមិនអាចបាទឲ្យរងនៅការប្រមាថដ៏ធ្ងន់ធ្ងរពីប្រទេសដែលស្មើហៅថាភាពគ្នាស្មើសិទ្ធិគ្នាបានរាជរដ្ឋបាលក៏បានសម្រេចផ្អាកនាំបន្លែផ្លែឈើពីថៃទីបំផុតយើងផ្គត់ផ្គង់បានដំបូងគឺបងប្អូនដឹងហើយថាគេហៅថាគម្រាមពមៀនយើងរឿងអ៊ីនធឺណិតនឹងបាទអគ្គិសនីបងប្អូនជាពលរដ្ឋខ្លះលោកបារម្ភលោកលើកឡើងថាលោកបារម្ភជាពិសេសគឺអ្នកដែលរស់នៅខេត្តជាប់ព្រំដែនដល់ក្រោយមកគឺថាបាទគឺដើម្បីកុំឲ្យមានការប្រមាថមាក់ងាយមកលើជាតិសាសន៍របស់យើងប្រមុខរាជបាលលោកបាទក៏គេប្រមាថគេគម្រាមយើងសម្រេចចិត្តបាទផ្ដាច់សម្រេចចិត្តឈប់យកអគ្គិសនីឈប់យកអ៊ីនធឺណិតនោះបាទទីបំផុតយើងមានបាទការពិតយើងមានលទ្ធភាពគ្រប់គ្រាន់ចា៎បាទដូច្នេះការមិនមាត់មិនកការមិនអួតរបស់រាជរដ្ឋបាលយើងឃើញទីបំផុតសមត្ថភាពមានលោកខិតខំប្រឹងប្រែងរហូតដល់យើងមានអ្វីៗដែលជារបស់ខ្លួនយើងអាចផ្គត់ផ្គង់បានយើងមានសមត្ថភាពនៅក្នុងការផ្គត់ផ្គង់បានវិជាបរដ្ឋដែលខ្ញុំលើផ្ទាល់ទៅលោកលើកឡើងថាពិតជាមិននឹកស្មានថាអ្វីដែលរាជរដ្ឋបាលលោកខិតខំប្រឹងប្រែងបាទកន្លងមកនោះពេលដែលយើងជួបបញ្ហាបែបនេះបានដឹងថាសមត្ថភាពនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋបាលការសន្សំរបស់រាជរដ្ឋបាលគឺក្នុងកម្រិតខ្ពស់ប្រៀបដូចគ្រួសារមួយដែលឪពុកម្ដាយមិនដែលមាត់កមួយម៉ាត់កូនទីអីក៏ឲ្យកូនរៀនមុខវិជ្ជាអីក៏ឲ្យទិញឧបករណ៍សម្ភារៈបើឲ្យធ្វើយ៉ាងណាឲ្យតែកូនខិតខំប្រឹងប្រែងរៀនសូត្របាទដល់ពេលមានបញ្ហាដែលយើងនឹកមិនស្មានថាឪពុកម្ដាយរបស់យើងលោកពូកែទាំងការសន្សំលុយលោកពូកែបាទទាំងការដឹកនាំគ្រួសារលោកពូកែទាំងការដោះស្រាយបញ្ហាហើយក៏មិនបានដឹងថាឪពុកម្ដាយរបស់យើងមានសមត្ថភាពគ្រប់គ្រាន់បាទដោយសារការខិតខំប្រឹងប្រែងការចេះសន្សំសំចៃការមើលឃើញនៅផ្លូវទស្សនៈដែលល្អផ្លូវណាដែលគួរធ្វើផ្លូវណាដែលមិនគួរធ្វើដូចនៅក្នុងគ្រួសារមួយដែរប៉ុន្តែបើយើងនិយាយពីទំហំប្រទេសគឺធំជាងឆ្ងាយបាទការគិតគូរក៏បាទធំធេងឆ្ងាយបងប្អូនជាពលរដ្ឋបានបង្ហាញនៅការគ្រប់គ្រងយ៉ាងពេញទំហឹងហើយមានមោទនភាពមិនមែនមានមោទនភាពទៅថាយើងផ្ដាច់អីពីបរទេសទេគឺមោទនភាពត្រង់ថាយើងមានសមត្ថភាពអាចធ្វើអ្វីជារបស់ខ្លួនបានហើយមិនឲ្យគេមាក់ងាយមិនឲ្យគេមកបំពេញឬក៏ប្រមាថចា៎បាទក្នុងនាមជាប្រជាជាតិក្នុងនាមជាប្រជាពលរដ្ឋបងប្អូនប្រជាពលរដ្ឋបង្ហាញពីការគ្រប់គ្រងយ៉ាងពេញទំហឹងយើងឃើញថ្ងៃដើរថ្មើរជើងបាទមិននឹកស្មានថាបងប្អូនយើងបាទទៅលើសពីចំនួនដែលយើងរំពឹងទុកចា៎ហើយចំពោះការផ្សព្វផ្សាយក៏រយៈពេលខ្លីទៅទៀតចា៎លើសពីការរំពឹងទុកដោយសារតែគាត់គ្រប់គ្រងស្រឡាញ់រាជរដ្ឋាភិបាលហើយជាមនសិការរួបរวมគ្នាអញ្ចឹងមកថាម៉ោងនេះពេលវេលានេះអ្វីរាជរដ្ឋាភិបាលលោកបានខិតខំដើម្បីជាតិដើម្បីមាតុភូមិយើងជាប្រជាពលរដ្ឋគឺត្រូវនៅជាមួយនឹងរាជរដ្ឋាភិបាលបាទត្រូវគ្រប់គ្រងរាជរដ្ឋាភិបាលវិញជាធ្លុងមួយបាទធ្វើយ៉ាងណាគឺរួមជាកម្លាំងសាមគ្គីតែមួយយើងអាចមានសមត្ថភាពគ្រប់គ្រាន់គឺមិនអនុញ្ញាតឲ្យជាតិសាសន៍ណាមួយមកបំពានឬក៏ប្រមាថមាក់ងាយបាទជាតិសាសន៍ឬក៏ប្រជាជនឬក៏ប្រទេសយើងនោះទេ